សួស្តីអ្នកនរគ្នាឥឡូវយើងមកដល់ចំណុចទី6ហើយរបៀបដាក់សំឡេងរបៀបដាក់សំឡេងទី1ដាក់លើស្រៈតាមលំដាប់ឥឡូវយើងមកដឹងថាដាក់លើសំឡេងលើស្រៈតាមលំដាប់មិនមកស្គាល់ពីស្រៈតាមលំដាប់វាមានទាំងអស់6ស្រៈ A ស្រៈ O ស្រៈ E ស្រៈ E ស្រៈ U ស្រៈ E ខ្ញុំដាក់លេខរៀងហើយពី1ដល់6តាមលំដាប់ឥឡូវដាក់តាមលំដាប់មិនយើងមកមើលឧទាហរណ៍ដូចជាពាក្យពោវាមានស្រៈ A ហើយនឹងស្រៈ O តើពាក្យនៅក្នុងពាក្យហ្នឹងវាមានស្រៈដល់2តើស្រៈទាំងពីរហ្នឹងមួយណាឈរនៅមុខគេគឺស្រៈ A អញ្ចឹងយើងត្រូវថែមសំឡេងនៅលើស្រៈ A មកមើលពាក្យទី2ពាក្យមីវាមានស្រៈហើយនឹងស្រៈ E តើស្រៈពីរហ្នឹងមួយណាឈរនៅមុខគេគឺស្រៈអញ្ចឹងយើងដាក់សំឡេងលើស្រៈហ្នឹងឥឡូវយើងមកមើលចំណុចទី2ទៀតពេលដាក់សំឡេងនៅលើស្រៈ E ត្រូវលុបបន្តក់ចេញឧទាហរណ៍ដូចជាពាក្យនេះអញ្ចឹងមុននឹងដាក់សំឡេងយើងត្រូវលុបបន្តក់ចេញចំណាំចំណុចទី3ពេលស្រៈ E ជួបជាមួយនឹងស្រៈ U ត្រូវដាក់សំឡេងនៅលើស្រៈដែលឈរនៅខាងក្រោយគេឥឡូវយើងមកមើលឧទាហរណ៍ដូចជាពាក្យជាវយើងមើលស្រៈ E ឈរនៅមុខស្រៈ U ក៏ប៉ុន្តែករណីពិសេសកន្លែងហ្នឹងចំណាំយើងត្រូវតែដាក់សំឡេងនៅលើស្រៈ U នៅលើស្រៈដែលឈរនៅខាងក្រោយគេ